សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់រឿង Demon Slayer សាច់រឿងរបស់យើងចាប់ផ្ដើមមកបង្ហាញអំពីគ្រួសារមួយដែលរស់នៅលើភ្នំហើយនេះគឺជាតួអង្គសំខាន់របស់យើងគាត់ឈ្មោះថា Tanjiro រស់នៅជុំម្ដាយនិងប្អូនចំនួន4នាក់ទៀតឪពុករបស់គាត់ស្លាប់បាត់ហើយបន្ទុកគ្រួសារទាំងមូលធ្លាក់មកលើគាត់ដែលជាបងប្រុសគេ Tanjiro ត្រូវចុះពីលើភ្នំមកលក់ធ្យូងក្នុងភូមិនិងលាប្អូនដោយភាពកក់ក្ដៅបំផុតព្រោះថាបងប្អូនរបស់គាត់ពិតជាស្រឡាញ់គ្នាណាស់ចូលមកដល់ភូមិយើងឃើញថាមនុស្សម្នាស្រឡាញ់ចូលចិត្ត Tanjiro មែនទែននិងសូមទិញធ្យូងគ្រប់គ្នាមានបរិសម្នាក់ត្រូវបានប្រពន្ធវាយដោយសារតែធ្វើបាយចានហើយក៏មកសុំឲ្យ Tanjiro ជួយព្រោះថាគាត់ប្រកែកហិតក្លិនណាស់ Tanjiro ប្រាប់ថាធំក្លិនឆ្មាប្រហែលជាឆ្មាធ្វើឲ្យបាយទៅដឹង Tanjiro ត្រឡប់មកផ្ទះវិញតែមេឃក៏ងងឹតបាត់ទៅហើយលោកអ៊ំម្នាក់ដែលរស់នៅជើងភ្នំឈ្មោះថា Saburo ខាត់ Tanjiro ឲ្យគេនៅផ្ទះគាត់សិនទៅព្រោះថាឡើងភ្នំទាំងយប់អញ្ចឹងអាចនឹងជួបបីសាច់ដំបូង Tanjiro ប្រកែកតែឃើញលោកអ៊ំបារម្ភពេកអញ្ចឹងក៏ព្រមនៅលោកអ៊ំរៀបចំអាហារឲ្យញ៉ាំនិងកន្លែងឲ្យគេង Tanjiro សួរថាបីសាច់អស់នឹងវាយ៉ាងម៉េចខ្លះលោកអ៊ំក៏ប្រាប់វាចេញនៅពេលយប់សម្រាប់មនុស្សនិងខាំមនុស្ស Tanjiro ក៏នឹកឃើញកាលពីគេនៅតូចលោកយាយរបស់គេក៏ធ្លាប់និយាយអញ្ចឹងប្រាប់ដែរព្រឹកឡើង Tanjiro ដើរជិតដល់ផ្ទះក៏ធំក្លិនឆ្អាបឈាមក៏ប្រញាប់រត់មកមើលតែអ្វីគ្រប់យ៉ាងត្រូវបានបញ្ចប់ព្រោះថាម្ដាយនិងប្អូនរបស់គេទាំងអស់ត្រូវបានស្លាប់យ៉ាងកំសត់បំផុតភាពសប្បាយរីករាយរស់នៅជុំគ្រួសារក៏ត្រូវបានបញ្ចប់បន្សល់ទុកភាពឈឺចាប់ប៉ុណ្ណោះសល់តែ Nezuko ម្នាក់គត់ដែលនៅមានកម្ដៅខំអៀប្អូនស្រីចុះពីលើភ្នំទៅរកគ្រូពេទ្យតែនៅតាមផ្លូវយើងឃើញថា Nezuko ដុសក្រចកនិងដុសចក្រមคล้ายទៅជាបិសាចបាត់ទៅហើយថែមទាំងចង់ខាំ Tanjiro ទៀតខ្លួនរបស់ Nezuko កាន់តែធំកម្លាំងកាន់តែខ្លាំងឡើង Nezuko ស្រក់ទឹកភ្នែកអាណិតបោកប្រុសតែគាត់មិនអាចគ្រប់គ្រងខ្លួនឯងបានទាំងស្រុងទេក្រោយមកមាន Demon Slayer ម្នាក់ដែលខ្មែរយើងហៅថាអ្នកកម្ចាត់បិសាចនឹងឯងបានមកដល់ឆក់យកប្អូនស្រីពី Tanjiro លឿនជាងអ្វីទៅទៀតមើលអត់ទាន់សំបីតែបន្តិចនិងចង់សម្លាប់ Nezuko ចោល Tanjiro លុតជង្គង់សុំអង្វរព្រោះតែគាត់នៅសល់តែប្អូនស្រីម្នាក់គត់តែ Demon Slayer ម្នាក់នេះនៅតែចង់សម្លាប់ចោលព្រោះថាខ្លាចមានគ្រោះថ្នាក់ដល់អ្នកដទៃក៏ចាក់ចំស្មា Nezuko មួយដាវឃើញអញ្ចឹង Tanjiro ក៏ចូលមកវាយយកហ្មងតែក៏ត្រូវមួយដងដាវសន្លប់បានភ្លាមនោះក៏មានពុទ្ធៅហោះមកប៊ីសនឹងចំ Demon Slayer សរសើរល្បិចក្នុងការប្រយុទ្ធមានន័យថាតាមពិតទៅពុទ្ធៅបានគប់រួចជាស្រេចទៅហើយតែរត់ចូលមកធ្វើដូចជាពុទ្ធៅនៅនឹងដៃអញ្ចឹងភ្លាមនោះ Nezuko ក៏ចូលមកជួយបងប្រុសនិងវាយគ្នាមួយស្មើជាមួយ Demon Slayer ប្រកាសណាស់មានតែកម្លាំងអត់មានក្បាច់គុណមិនអាចយកឈ្នះបានទេ Demon Slayer ក៏បានចងមាត់គាត់ព្រោះថាការពារខ្លាចខំហើយក៏ប្រាប់ទៅ Tanjiro ឲ្យទៅជួបបរិសចំណាស់ម្នាក់ឈ្មោះ Kodaki ដែលរស់នៅលើភ្នំសាជីរីហើយប្រាប់គាត់ថាជីយូជាអ្នកឲ្យទៅរៀបចំកប់សាកសពគ្រួសាររបស់គាត់រួចរាល់ពីអ្នកបងប្អូនក៏ធ្វើដំណើរទៅរកបរិសចំណាស់ម្នាក់នោះTanjiro មកទិញកន្ត្រកនិងឫស្សីសម្រាប់ស្ពាយប្អូនព្រោះថាគាត់មិនអាចត្រូវពលឺថ្ងៃបានកន្ត្រកតូចបន្តិចមែនតែ Nezuko អាចបំរុំខ្លួនឯងឲ្យតូចបានដើរមួយថ្ងៃរហូតយប់នឹងត្រូវឆ្លងកាត់ភ្នំមួយទៀតទើបទៅដល់ភ្នំសាជីរីដល់លើភ្នំមានវិហារមួយតែ Tanjiro ក៏ធំក្លិនឆ្អាបឈាមក៏ប្រញាប់រត់ទៅមើលក្រែងលោមានមនុស្សជួបគ្រោះថ្នាក់និងអាចជួយបានចូលមកក៏ជួបបិសាចមួយកំពុងខាំបឺតឈាម Nezuko ឃើញឡើងស្រក់ទឹកមាត់តែទោះជាយ៉ាងណាក៏អត់ទ្រាំនឹងអត់ស៊ីមនុស្សដាច់ខាតបិសាចនឹងវាយ Tanjiro តែក៏ត្រូវមួយពុទ្ធៅដាច់បំពង់កតែអាបិសាចនឹងវាជារបួសវិញភ្លាមនឹងវាយ Tanjiro បន្ថែមទៀតតែប្អូនមកជួយទាន់ថែមទាំងទាត់មួយជើងម៉ាំងដាច់ក្បាលម៉ាត់ក្បាលរបស់វាដាច់មែនតែខ្លួនរបស់វានៅតែវាយកើតទៀត Nezuko ក៏ថែមមួយជើងទៀតបិសាចនឹងខឹងខ្លាំងណាស់ក៏ហប់មកវាយ Nezuko យកហ្មងចំណែកក្បាលរបស់វាវិញដោះដៃពីរថែមទៀតនឹងវាយគ្នាមួយស្មើជាមួយនឹង Tanjiro គប់អាក្បាលនឹងជាប់ទៅនឹងដើមឈើហើយក៏រត់ទៅជួយប្អូនស្រីNezuko វាយអត់ឈ្នះអាបិសាចនឹងទេព្រោះថាមានតែកម្លាំងអត់មានក្បាច់គុណ Tanjiro មកដល់ក៏ច្រានអាខ្លួននឹងធ្លាក់ក្នុងជ្រោះស្លាប់បាត់ទៅនិយាយដាច់ក្បាលងាប់គ្រាន់ធ្លាក់ជ្រោះប៉ុណ្ណឹងងាប់ចំណែកក្បាលរបស់វានៅរស់ទេគ្រាន់តែសន្លប់ Tanjiro ចង់ចាក់សម្លាប់ចោលតែតាក់ទើអត់ហ៊ានមានមនុស្សពាក់របាំងមកម្នាក់មិនដឹងថាមកតាំងពីពេលណាប្រាប់ឲ្យយកដុំថ្មវាយបំបែកក្បាលវាវិញទៅវាងាប់តែ Tanjiro នៅតែតាក់ទើអត់ហ៊ានសម្លាប់ដដែលរហូតថ្ងៃរះត្រូវពន្លឺថ្ងៃនឹងស្លាប់ខ្លួនវាទៅលោកអ៊ំច្រមុះវិញមកកប់សាកសពដែលតាមពិតទៅគាត់នឹងឯងគឺជាមនុស្សម្នាក់ដែល Tanjiro តាមមករកវាយ Tanjiro មួយដៃនឹងស្ដីឲ្យដោយសារតែការសម្រេចចិត្តយឺតយ៉ាវនិងមិនហ៊ានសម្លាប់សំបីតែបិសាចតែយ៉ាងណាលោកអ៊ំប្រាប់ថាឲ្យស្ពាយប្អូនស្រីមកតាមគាត់មកដល់ផ្ទះឲ្យ Nezuko គេងអ្នកទាំងពីរឡើងទៅលើភ្នំឡើងឆ្ងាយ
ប្រាប់ថានជីរ៉ូថាបើសិនជារកផ្លូវមកផ្ទះវិញឃើញគាត់នឹងយកធ្វើជាកូនសិស្សផ្លូវត្រឡប់មកវិញពោពេញដោយអន្ទាក់តែបានជារបស់ពូកែហាត់ក្លិនយោងក៏អាចជួយគាត់បានគួរសមមានខ្សែផងដើមឫស្សីផងនិងដុំឈើហោះពេញផ្លូវគ្រាន់តែមកដល់ផ្ទះគាត់សន្លប់ល្មមគាត់ក៏ព្រមទទួលធ្វើជាកូនសិស្សដែលតាមពិតទៅគាត់ទទួលបានសម្បត្តិពីមីយូនិងប្រវត្តិទាំងអស់របស់ឋានជីរ៉ូក៏ជាអ្នកស័ក្តិសមដើម្បីក្លាយជាអ្នកកម្ចាត់បិសាចផងដែរលោកគ្រូកាដូគីក៏ចាប់ផ្ដើមបង្ហាត់ឋានជីរ៉ូការវឹកហាត់មានដូចជាទី1រៀនកិច្ចពីអន្ទាក់គ្រប់បែបយ៉ាងដែលពិបាកបំផុតពេលខ្លះស្ទើរតែយកជីវិតទៅហើយទី2រៀនក្បាច់ដាវទី3រៀនប្រើប្រាស់ដង្ហើមទី4ការឈរទ្រទម្ងន់ទឹកលាយឡំជាមួយនឹងក្បាច់ដើរស្តៀងនឹងអាទី2ដែរចំណែកអ្នកស៊ឺកូឯនេះវិញគេងច្រើនខុសធម្មតាឋានជីរ៉ូបារម្ភខ្លាំងណាស់ក៏អញ្ជើញលោកគ្រូពេទ្យឲ្យមកជួយមើលតែគ្រូពេទ្យអត់មានឃើញអ្វីខុសធម្មតាសោះព្រោះតែសុខភាពរបស់គាត់នៅល្អដដែលឋានជីរ៉ូហាត់អស់រយៈពេល6ខែលោកគ្រូកាដូគីប្រាប់ថាអត់មានអ្វីត្រូវបង្រៀនទៀតទេសពប្រមាណស្វែងយល់ដល់ខ្លួនឯងបន្ថែមតែឲ្យឋានជីរ៉ូកាប់ដុំថ្មមួយឲ្យបែកជា2សិនទើបគាត់ឲ្យចូលរួមប្រកួតដើម្បីក្លាយជាអ្នកកម្ចាត់បិសាចឋានជីរ៉ូឆ្ងល់ព្រោះថាដុំថ្មនេះវាធំណាស់មិនមានអ្នកណាអាចពុះវាជា2បានទេគាត់ក៏ចាប់ផ្ដើមសាកមើលប្រកាសណាស់អត់ដាច់មែនព្រោះថារឿងនេះជាអ្វីដែលមិនអាចទៅរួចតតែសោះឋានជីរ៉ូព្យាយាមវឹកហាត់ដោយខ្លួនឯងបន្ថែមជារៀងរាល់ថ្ងៃរហូតអស់រយៈពេល6ខែមកទៀតនៅតែកាត់ដុំថ្មនឹងអត់ដាច់ដដែលកំពុងតែអស់សង្ឃឹមក៏មានមនុស្ស2នាក់វ័យក្មេងៗដែរម្នាក់ប្រុសឈ្មោះសាបេតូជួយណែនាំក្បាច់ដើរបន្ថែមម្នាក់ទៀតក្មេងស្រីខ្ជូតឈ្មោះថាម៉ាកូម៉ូជួយណែនាំអំពីតិចនិចក្នុងការប្រើប្រាស់ដង្ហើមនិងកែប្រែទម្លាប់មិនល្អក្នុងការហាត់ក្បាច់គុនមួយចំនួនចេញការនិយាយណែនាំបែបស្រទន់បូកនឹងទឹកមុខគួរឲ្យស្រឡាញ់ឋានជីរ៉ូក៏ខំហាត់ឲ្យបានល្អបំផុតអស់រយៈពេលរៀងយូរគួរសមឋានជីរ៉ូក៏ត្រូវប្រឈមមុខជាមួយនឹងសាបេតូម្ដងទៀតម្ដងនេះឋានជីរ៉ូមានល្បឿនលឿនជាងកាប់ម៉ាស់សាបេតូដាច់ជា2ចំណែកសាបេតូវិញក៏ញញឹមហើយម៉ាកូម៉ូសរសើរថាធ្វើបានល្អណាស់ឋានជីរ៉ូតែអ្នកទាំងពីរក៏រលែកបាត់ឈឹងងាកមកមើលសាបេតូក៏អត់ឃើញដែរនោះមិនមែនជាសាបេតូទេគឺជាដុំថ្មដែលគាត់ព្យាយាមកាត់នឹងឯងហ្នឹងហើយអ្នកនរគ្នាវគ្គនេះយើងចប់ត្រឹមហ្នឹងជួបគ្នាវគ្គក្រោយអរគុណ